កម្ពុជានឹងធ្វើរឿងធំៗទាំង6នេះក្នុងករណីភាគីថៃមិនព្រមបើកព្រំដែនដែលខ្លួនបានបិទជាឯកតោភាគីបើយោងទៅតាមសារសំណេរដែលបានបង្ហោះផ្ទាល់ចេញពីផេកសម្ដេចហ៊ុនសែននៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី13ខែមិថុនាឆ្នាំ2025លោកបានសរសេរសំណេរដូចតទៅមិញខ្ញុំបានចេញសារមួយហើយព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបកកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀតក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគីកម្ពុជាត្រូវធ្វើរឿងដូចខាងក្រោម 1. ប្រកាសបិទទំនិញឈប់ទិញទំនិញពីថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថាឈប់ប្រើទំនិញថៃជំនួសដោយការប្រើទំនិញក្នុងស្រុកនិងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ 2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃដោយខិតខំរកទីផ្សារជូនប្រជាជនទាំងក្នុងស្រុកនិងក្រៅស្រុក 3. បង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃមករកមន្ទីរពេទ្យក្នុងស្រុកឬទៅប្រទេសផ្សេងវិញ 4. ត្រៀមទទួលយកនិងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃកម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្មទាំងក្នុងវិស័យកសិកម្មនិងសំណង់រាប់ម៉ឺនសិបកន្លែងបងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញដែលពេលនេះកំពុងទទួលការមើលងាយនិងការប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន 5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀម24ម៉ោងលើ24ម៉ោងដើម្បីបកការពារក្នុងករណីមានការឈ្លានពាន 6. បណ្ដាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្ថិភាពនិងដោះស្រាយស្បៀងអាហារថ្នាំពេទ្យនិងសម្ភារៈចាំបាច់ផ្សេងៗទៀតបើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញយើងគ្មានជំរើសក្រៅពីធ្វើការទាំងអស់នេះទេខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិសូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតកម្មប្រឆាំងស្ថានទូតថៃក្រុមហ៊ុនថៃនិងជនជាតិថៃនៅកម្ពុជានិងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អមានតែក្រុមជ្រុលនិយមនិងយោធាមួយចំនួនប៉ុណ្ណោះដែលបង្ករឿងជាមួយកម្ពុជាព្រោះជាទម្លាប់រដ្ឋាភិបាលថៃមិនអាចគ្រប់គ្រងកងទ័ពបានដោយប្រទេសយើងនោះទេសំណេរនេះបានបង្ហោះចេញពីសារ Facebook ក្នុងគណនីរបស់សម្ដេចតេជោហ៊ុនសែននៅព្រឹកថ្ងៃទី13ខែមិថុនាឆ្នាំ2025សូមអរគុណចំពោះការទស្សនាវីដេអូបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ Like និង Subscribe Channel របស់ពួកយើងដើម្បីទទួលបានចំណេះដឹងនិងព័ត៌មានថ្មីៗបន្ថែម Subscribe for more